ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់និយាយអំពីខ្សែបដូរវាសនាណាចាខ្សែបដូរវាសនាមិនមែនជាគេហៅថាការបដូរវាសនាទេណាចាខ្ញុំឃើញមានអ្នកមួយចំនួនដែលគាត់សិក្សាអំពីការមើលបាត់ដៃឬក៏វិជានៅក្នុងការទូទាយដែរចាខ្ញុំនិយាយមួយចំនួនទេណាគាត់ថាមានកិច្ចក្នុងការបដូរវាសនាកិច្ចក្នុងការបដូរវាសនាមនុស្សនោះចាឲ្យមកល្អចឹងទៅព្រោះអ្នកហ្នឹងគេហៅថាវាសនារបស់គាត់ល្អចឹងទៅប៉ុន្តែខ្ញុំសូមបញ្ជាក់ថាអត់មានអ្នកណាអាចបដូរវាសនាមនុស្សបានទេណាចាអត់មានការបដូរបានទេសង្ខារធម៌តាក់តែងមកបែបណាគឺត្រូវតែបែបនោះគ្រាន់តែថាបើសិនជាមនុស្សនោះចាមានសេចក្តីជ្រះថ្លាធ្វើបុណ្យច្រើនចាអ្នកនោះអាចនឹងគេហៅថាបដូរតិចតួចនៅក្នុងលៀបសំណាងរបស់គាត់ហ្នឹងចាគឺជួយឲ្យគាត់ហ្នឹងមិនសូវជាមានទុកសោកនៃកម្លាំងកម្មរបស់គាត់ហ្នឹងឲ្យផលខ្លាំងពេកចាបានន័យថាបុណ្យបច្ចុប្បន្នរបស់គាត់ធ្វើហ្នឹងអាចឧបត្ថម្ភគេហៅថាបុណ្យអតីតរបស់គាត់ដែលនៅសេសសល់នោះឲ្យមានកម្លាំងខ្លះដើម្បីគាត់ប្រើនៅក្នុងជាតិនេះតែមិនមែនបានន័យថាគាត់កិច្ចកម្លាំងកម្មបាន 100% នោះទេណាចាគ្រាន់ថាធ្វើបុណ្យច្រើនហ្នឹងទៅវាអាចថាដល់ពេលឲ្យផលដែរតែអាចស្រាលចឹងទៅប៉ុន្តែខ្ញុំបញ្ជាក់អត់មានអ្នកណាដែលបដូរវាសនាមនុស្សបានទេណាចាប៉ុន្តែថ្ងៃនេះខ្ញុំចង់បង្ហាញអំពីខ្សែបដូរវាសនានេះដោយសារតែជាខ្សែលៀបសំណាងមួយដែលមាននៅលើដៃដែលបានចេញអំពីសម្ពាធបុណ្យថ្មីនិងសម្ពាធបុណ្យចាស់ដែលនៅសេសសល់មានន័យថាម្ចាស់បាតដៃគាត់ប្រកែកធ្វើបុណ្យបច្ចុប្បន្ននេះច្រើនចាហើយបុណ្យអតីតរបស់គាត់នោះក៏រៀបបញ្ជាក់ឲ្យផលទៅទៀតគឺវាឲ្យផលទៅឲ្យម្ចាស់បាតដៃខ្លាំងមែនទែនធ្វើឲ្យគាត់បដូរវាសនាខ្លះជាអ្នកមានបដូរវាសនាដែលមានលៀបធំភ្លាមដោយម្ចាស់បាតដៃមិនបានត្រៀមខ្លួនទុកណាចាអញ្ចឹងខ្សែនោះគេមើលកន្លែងណាខ្សែនោះគឺគេមើលនៅទួលបរិវេណនេះណាចាបរិវេណដែលខ្ញុំគូសនេះគេហៅទួលវបរិទ្ធទួលវបរិទ្ធគឺវាជួបជាមួយនឹងទួលច័ន្ទណាចាទួលវបរិទ្ធជួបជាមួយនឹងទួលច័ន្ទតែមិនមែនជាទួលច័ន្ទទេទួលច័ន្ទគឺនៅបរិវេណនេះទួលច័ន្ទគឺនៅផ្នែកខាងលើទួលវបរិទ្ធចាក្បែរនឹងជាប់ចាជាមួយនឹងខ្សែខួរក្បាលទីឯទួលអង្គាខ្ពស់ចាគឺនៅចាខាងលើខ្សែខួរក្បាលអញ្ចឹងទៅណាចាបរិវេណនៅខាងលើខ្សែខួរក្បាលចន្លោះខ្សែបេះដូងអញ្ចឹងរឿងទួលនេះចាយើងធ្លាប់រៀនម្ដងហើយចាខ្ញុំបានបង្ហាញប្រហែលវីដេអូហើយចាវីដេអូតាំងពីដើមមកនោះចាសង្ឃឹមថាបងប្អូនរៀនមើលហើយគឺច្បាស់នឹងទួលនឹងហើយណាចាអញ្ចឹងយើងមើលអំពីទួលវបរិទ្ធចាទួលវបរិទ្ធគឺកន្លែងនេះណាចាកន្លែងនេះឃើញទេចាគឺវាមានខ្សែតូចដែលដោះចាឆូតកាត់នៅលើទួលនឹងណាចាអញ្ចឹងអ្នកដែលមានខ្សែចាដោះតូចខ្លីមិនវែងទេចាខ្សែបដូរវាសនាឬខ្សែវបរិទ្ធហ្នឹងចាគឺខ្លីបែបហ្នឹងចានៅបរិវេណទួលហ្នឹងចាគឺអាចបញ្ជាក់បានថាម្ចាស់បាតដៃគឺនឹងមានលៀបធំឆាប់នេះនិយាយឆាប់ទៀតណាព្រោះដោយសារដៃរបស់គាត់ជាមនុស្សប្រុសហើយស្ថិតនៅក្នុងដៃខ្សែហ្នឹងវាដោះនៅដៃខាងស្ដាំណាចាគឺហៅថាដៃបច្ចុប្បន្នមានន័យថាដោះឲ្យផលឆាប់បើសិនជានៅលើដៃឆ្វេងអាចនឹងឲ្យផលរៀងយូរឆ្នាំបន្តិចអញ្ចឹងយើងកណនាបែបម៉េចដើម្បីដឹងថាតើឲ្យផលនៅក្នុងឆ្នាំណាយើងមកមើលលើខ្សែជីវិតឃើញទេខ្សែជីវិតរបស់គាត់កន្លែងនេះណាគឺមានខ្សែចាបាញ់ឡើងទៅលើចាយ៉ាងត្រង់ហើយធំហើយច្បាស់ហើយវែងទៀតចាអញ្ចឹងគឺចាកន្លែងនេះហើយដែលត្រូវឲ្យខ្សែវបរិទ្ធហ្នឹងវាឲ្យផលគឺឲ្យម្ចាស់បាត់ដៃហ្នឹងមានលៀបធំចាលៀបធំបើគាត់ជាអ្នកធ្វើការគាត់បានឡើងតំណែងធំមានកិត្តិយសគេឈ្មោះឡើងជាលំដាប់ចាឡើងល្អជាងមុនឆ្ងាយចាបើជាអ្នករកស៊ីមានចាឱកាសមានលៀបចំណេញធំណាស់ដែលនៅក្នុងឆ្នាំនោះគឺគាត់អត់សុខភាពcủaគាត់មិនចុះខ្សោយការខាត់បងអីគឺគ្មានទាំងអស់មានតែការរីកចម្រើនឡើងជាលំដាប់នៅក្នុងចាអាយុនោះហើយខ្សែហ្នឹងចាវាបាញ់ឡើងនៅក្នុងអាយុ30ណារាប់មើលខ្ញុំធ្លាប់បង្ហាត់ចាបង្រៀនគេហៅថាចំណុចក្នុងការរាប់អាយុដូចហើយចាបន្ទាប់ពី30គុតនឹងហើយឃើញទេ35ក៏គាត់ឡើង40គុតក៏គាត់ឡើងឃើញទេចាគឺឡើងជប់គ្នាតែម្ដងណាបន្តមកទៀតចាទោះបីជាមិនមានខ្សែចាលៀបសំណាងបាញ់ឡើងទៀតក៏ដោយចាប៉ុន្តែចាមើលលើខ្សែជីវិតរបស់គាត់គឺមិនមានឧបសគ្គមកកាត់ច្រើនទេណាអ្នកខ្លះមានខ្សែឧបសគ្គខ្សែកម្លាំងកម្មចាស់ហ្នឹងកាត់ច្រើនណាចាកាត់ច្រើនណាចាប៉ុន្តែលើចាខ្សែចាជីវិតរបស់គាត់មិនមានទេអញ្ចឹងមានន័យថាគាត់ធ្វើអីមួយមានឧបសគ្គតិចតួចប៉ុណ្ណោះចាគ្រាន់តែគេហៅថាពេលវេលាដែលឲ្យផលរបស់គាត់ហ្នឹងមិនភ្លាមទេដោយសារអីយើងមើលតួរបស់គាត់នេះណាចាតួដៃរបស់គាត់ហ្នឹងគឺចាគឺអត់មានសាច់ទេណាចាគឺសាច់តិចមែនតើចាសាច់តិចមែនតើដែលមានចន្លោះចង្អូហូច្រើនចាគេហៅចន្លោះចង្អូហូលុយហ្នឹងមាននៅចន្លោះចាម្រាមដៃគាត់ច្រើនអញ្ចឹងហើយគេថាកម្លាំងបុណ្យរបស់គាត់ហ្នឹងចាគឺមានមិនច្រើនប្រហែលទេប៉ុន្តែវាអត់មានគេហៅថាដូចជាកម្លាំងម្ចាស់កម្មពីមកកាត់ដៃក៏គ្មានកម្លាំងកម្មចាស់ណាមួយមកកាត់ដៃគាត់ក៏អត់មានដែរចាអញ្ចឹងហើយដែលធ្វើឲ្យផលដែលគាត់ទទួលបានហ្នឹងគឺវាគេហៅថាมันមានការខាតបង់มันមានការរំខានណាវាពេញលេងចឹងទៅណាតែពេញលេងនេះក៏មិនមែនកម្រិតខ្ពស់ពេកដែរព្រោះយើងមើលតែលើតួដៃរបស់គាត់ទៀតណាអាតួដៃទាំងអស់ហ្នឹងយើងអាចកណនាកម្លាំងបនជីវភាពមានបានរបស់ម្ចាស់បាតដៃបានណាចា